បងប្អូនសាកស្រមៃបើផ្ទះមួយដែលអ្នកធ្លាប់រស់នៅដោយសុខសាន្តស្រាប់តែមានរឿងចម្លែកកើតឡើងរាល់យប់អ្នកចាប់ផ្ដើមឃើញមនុស្សដែលមិនគួរមាននៅទីនោះឮសំឡេងដែលគ្មានអ្នកណាដឹងថាមកពីណាហើយអ្វីដែលគួរឲ្យខ្លាចបំផុតគឺមនុស្សម្នាក់ក្នុងគ្រួសារចាប់ផ្ដើមផ្លាស់ប្ដូរអាកប្បកិរិយាដូចជាមិនមែនជាមនុស្សដើមទៀតរឿងនេះចាប់ផ្ដើមពីគ្រួសារអ្នកមានមួយដែលរស់នៅក្នុងផ្ទះវីឡាដ៏ធំស្អាតមួយក្នុងផ្ទះមានឪពុកម្ដាយកូនប្រុសម្នាក់កូនស្រីម្នាក់និងស៊ីឈួលដែលមករស់នៅជាមួយនិងជួយការងារក្នុងផ្ទះដំបូងឡើយគ្រប់យ៉ាងមើលទៅធម្មតាប៉ុន្តែបញ្ហាមួយបានចាប់ផ្ដើមឡើងនៅពេលកូនស្រីពៅមានសង្សារហើយគ្រួសារក៏ធ្លាប់ស្គាល់បុរសម្នាក់នេះយ៉ាងច្បាស់អ្វីដែលគួរឲ្យចម្លែកគឺម្ដាយរបស់នាងបែរជាទាមទារថ្លៃបណ្ដាការខ្ពស់ខ្លាំងរហូតឪពុកខ្លួនឯងក៏ចាប់ផ្ដើមសង្ស័យថាតើម្ដាយពិតជាចង់បានថ្លៃបណ្ដាការឬក៏នាងកំពុងព្យាយាមធ្វើអ្វីមួយដើម្បីកុំឲ្យបុរសម្នាក់នេះរៀបការជាមួយកូនពេលនោះគ្មានអ្នកណាដឹងទេថារឿងថ្លៃបណ្ដាការនេះគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះបន្ទាប់ពីមានចំនួនក្នុងគ្រួសារកូនស្រីចាប់ផ្ដើមមានអាការៈមិនស្រួលខ្លួនម្ដាយតែងតែប្រាប់ថាកូនគ្រាន់តែគិតច្រើនហើយមិនមានអ្វីធ្ងន់ធ្ងរទេប៉ុន្តែបន្តិចម្ដងអ្វីនៅក្នុងផ្ទះចាប់ផ្ដើមមិនដូចពីមុនថ្ងៃមួយកូនប្រុសបានឃើញស៊ីឈួលម្នាក់កំពុងដើរឡើងជណ្ដើរអ្វីដែលធ្វើឲ្យគាត់ភ័យគឺនៅពេលគាត់មើលតាមកញ្ចក់មុខរបស់ស៊ីឈួលបែរជាផ្លាស់ប្ដូរដូចជាមុខរបស់មនុស្សម្នាក់ទៀតគាត់មិនហ៊ាននិយាយអ្វីទេគ្រាន់តែរក្សារឿងនោះទុកក្នុងចិត្តរហូតដល់យប់មួយកូនប្រុសច្បងត្រឡប់មកដល់ផ្ទះជាធម្មតាផ្ទះនេះតែងតែមានភ្លើងបើកនៅពេលយប់ប៉ុន្តែយប់នោះផ្ទះទាំងមូលងងឹតស្ងាត់ពេលគាត់បើកទ្វារខ្យល់ត្រជាក់មួយបានបក់ចេញមកប៉ះមុខខ្យល់ដែលគាត់មិនធ្លាប់មានអារម្មណ៍បែបនេះពីមុនគាត់ចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយនៅក្នុងផ្ទះនេះមិនប្រក្រតីពេលគាត់បើកភ្លើងភ្នែករបស់គាត់បែរជាទៅឈប់នៅលើសាឡុងស៊ីឈួលកំពុងដេកនៅទីនោះប៉ុន្តែរបៀបដែលនាងដេកធ្វើឲ្យគាត់ស្ទើរតែឈប់ដកដង្ហើមនាងដេកត្រង់ខ្លួនដៃទាំងពីរដាក់លើខ្លួនជើងលាតសន្ធឹងសក់រារញ៉េរញ៉ៃមើលទៅដូចជាសពមនុស្សដែលកំពុងដេករងចាំគេបញ្ចុះគាត់មិនហ៊ានទៅដាស់នាងទេគាត់ដើរទៅផ្ទះបាយដើម្បីផឹកទឹកប៉ុន្តែភ្នែករបស់គាត់នៅតែចង់មើលទៅស៊ីឈួលនោះពេលដើរឆ្លងកាត់បន្ទប់អ្នកស្នាក់នៅគាត់ស្រាប់តែឃើញកង្ហាកំពុងបើកគាត់ឈប់ដើរហើយគិតក្នុងចិត្តថាបើគ្មានអ្នកណានៅក្នុងបន្ទប់ហេតុអ្វីកង្ហាបើកគាត់អើតចូលទៅមើលហើយនៅវិនាទីនោះអ្វីមួយបានបង្ហាញខ្លួននៅមុខគាត់បិទភ្នែកហើយអធិស្ឋានប៉ុន្តែពេលគាត់បើកភ្នែកឡើងវិញនៅមុខគាត់មានបុរសម្នាក់ពាក់ក្បិនពណ៌សដៃម្ខាងកាន់ដាវដៃម្ខាងទៀតកាន់ក្បាលក្មេងម្នាក់ហើយមិនទាន់អស់ទេបុរសនោះស្រាប់តែបោះក្បាលក្មេងនោះមករកគាត់ភ័យរហូតទន់ជើងប៉ុន្តែអ្វីដែលគាត់មិនទាន់ដឹងនៅពេលនោះគឺរូបភាពដ៏គួរឲ្យខ្លាចនេះមិនមែនជារឿងចៃដន្យឡើយបន្ទាប់ពីហេតុការណ៍នោះមនុស្សក្នុងគ្រួសារចាប់ផ្ដើមឃើញរឿងមិនធម្មតាកាន់តែច្រើនម្ដាយចាប់ផ្ដើមសើចម្នាក់ឯងមិនមែនសើចធម្មតាទេប៉ុន្តែជាស្នាមញញឹមដែលធ្វើឲ្យអ្នកនៅក្បែរមានអារម្មណ៍អាកប្បកិរិយារបស់នាងក៏ចាប់ផ្ដើមផ្លាស់ប្ដូរពាក្យសម្ដីខ្លះមិនដូចជាភាសាដែលនាងធ្លាប់និយាយពីមុនសូម្បីតែរបៀបធ្វើម្ហូបនិងអាកប្បកិរិយាប្រចាំថ្ងៃក៏មិនដូចម្ដាយដែលគ្រួសារធ្លាប់ស្គាល់ទៀតស៊ីឈួលក៏ចាប់ផ្ដើមភ័យខ្លាចរហូតដល់នាងសុំឈប់ធ្វើការព្រោះនាងមិនហ៊ាននៅក្នុងផ្ទះនោះទៀតហើយបន្ទាប់មករឿងកាន់តែធ្ងន់ឪពុកចាប់ផ្ដើមឃើញកូនស្រីរបស់ខ្លួននៅក្នុងផ្ទះខណៈពេលជាក់ស្ដែងកូនស្រីកំពុងនៅខាងក្រៅជាមួយបងប្រុសមានន័យថាក្នុងផ្ទះនោះមានមនុស្សម្នាក់ទៀតដែលមានរូបរាងដូចកូនស្រីរបស់គាត់ទីបំផុតឪពុកសម្រេចចិត្តរើចេញពីផ្ទះចាស់គាត់មានផ្ទះមួយទៀតដែលបានរៀបចំទុកជាស្រេចដូចជាមនុស្សដែលដឹងជាមុនថាថ្ងៃណាមួយគ្រួសាររបស់គាត់នឹងត្រូវរត់ចេញពីផ្ទះនេះប៉ុន្តែអ្វីដែលគ្រួសារមិនដឹងគឺពួកគេមិនបានរត់ចេញពីអ្វីដែលនៅក្នុងផ្ទះចាស់ទេព្រោះនៅផ្ទះថ្មីមានអាសនៈមួយដែលមានលក្ខណៈស្រដៀងនឹងអាសនៈនៅផ្ទះចាស់យ៉ាងចម្លែកហើយនៅទីបំផុតអាចកំបាំងនៃក្បាលក្មេងដែលកូនប្រុសបានឃើញក៏ត្រូវបានបង្ហាញចេញក្បាលក្មេងនោះពាក់ព័ន្ធនឹងកូនរបស់សង្សារចាស់របស់កូនស្រីនោះមានន័យថារឿងដែលគ្រួសារគិតថាជាបញ្ហាថ្លៃបណ្ដាការតាមពិតទៅវាអាចជាចំណុចចាប់ផ្ដើមនៃអាថ៌កំបាំងដ៏ធំមួយដែលពាក់ព័ន្ធនឹង audit និងរឿងដែលគ្រួសារមិនធ្លាប់ដឹងហើយសំណួរដែលគួរឲ្យខ្លាចបំផុតគឺបើពួកគេរើចេញពីផ្ទះចាស់ហើយហេតុអ្វីអាសនៈដែលមាននៅផ្ទះចាស់បែរជាមានរូបរាងដូចគ្នានៅផ្ទះថ្មីតើពួកគេពិតជារើចេញពីផ្ទះឬក៏ពួកគេគ្រាន់តែយកអ្វីមួយពីផ្ទះចាស់មកជាមួយខ្លួនដោយមិនដឹងហើយបើរឿងនេះជារឿងរបស់កម្មតើនរណាជាអ្នកចាប់ផ្ដើមហើយនរណានឹងក្លាយជាអ្នកបងចុងក្រោយព្រោះពេលខ្លះអ្វីដែលគួរឲ្យខ្លាចបំផុតមិនមែនជាខ្មោចដែលយើងឃើញទេប៉ុន្តែគឺជាអ្វីដែលយើងមិនដឹងថាយើងបានចិញ្ចឹមវាតាំងពីពេលណា